សំលើកយកសុជីវធម៌មួយសម្រាប់ពិភពលោកសង្គមមនុស្សរស់នៅខ្មែរយើងអត់ដឹងទេរឿងសុជីវធម៌ក្នុងសង្គមនៅខាងអឺរ៉ុបខាងអាមេរិកអីសុជីវធម៌ក្នុងទីប្រជុំក្នុងសង្គមគេហាមមិនអោយមនុស្សនោះយកដៃមកលូកកេះអាចច្រមុះតែកណ្ដាលប្រជុំហ្នឹងអានឹងមួយពីរគេមិនអោយមនុស្សយកដៃមកកេះអាចភ្នែកទេមកកេះអាចទៅជាលូកខ្វាទៅជាអីក្នុងកណ្ដាលប្រជុំជាន់បានទេអានឹងពួកអឺរ៉ុបអាមេរិកគេប្រកាន់បំផុតព្រោះគេប្រើភាសាថាអាចច្រមុះអាចទៅជាអាចទៅជាអាចភ្នែកសត្វគ្រឿងស្មោកគ្រប់ហើយបើយើងមកលូកមកកេះខ្វាកណ្ដាលប្រជុំគេបើពួកអាមេរិកពួកបារាំងគេមកស្រេចផ្លិតមាត់ផ្លិតកគេខ្ពើមគេឆ្អើមចឹងតែខ្មែរយើងអត់ដឹងទេបើថ្ងៃណាលើករឿងសុជីវធម៌ក្នុងសង្គមមកប្រាប់ទាំងអស់គ្នាយកទៅអនុវត្តហើយក៏ប្រាប់គ្នាយើងតគ្នាដែរបានទេមិនដឹងពួកអឺរ៉ុបសំបីតែគេបរិភោគអាហារទៅថ្មិញមកប្រហោងមានជាប់សាច់ឯនៅចន្លោះថ្មិញគេអត់មានមកចាក់យកឈើមកចាក់ឯកណ្ដាលវងគេកំពុងបរិភោគហើយអត់ទេអញ្ចឹងបើការធ្វើទៅអ្នកដទៃគេកំពុងបរិភោគអាហារគេខ្ពើមគេមិនអត់ទេហើយបើបញ្ហាខ្លាំងទៅវាទើសខ្លាំងទុកឲ្យចាំបរិភោគបាយរួចបំបានទេគេឆ្កើគេឈ្ងោកគេរកអីមកកដោបមាត់មិនឲ្យឃើញទេបើលំមតែត្រឹមបានចាំបរិភោគដូចបានគេទៅឆ្កើយកអីយកចេញអានឹងសុជីវធម៌ហ្នឹងសំបីតែក្អកកណ្ដាស់ក្នុងទីប្រជុំបើសិនវាត្រូវការក្អកកណ្ដាស់ត្រឹមវាមិនបានគេរកកន្សែងអីមកកដោបវត្តគេឈ្ងោកហើយគេក្អកបន្តិចតួចទេគេទប់គេក៏រំយ៉ាងវាការខាការស្ដោះទឹកមាត់កណ្ដាលទីប្រជុំមិនមែនទេជាងការយើងស្លេះជាប់កទៅខាអីខ្វក់កណ្ដាលប្រជុំក៏អត់អានឹងប្រាប់ពីរឿងពួកអឺរ៉ុបពេលយើងអត់ដឹងទេអាត្មាតែងឃើញចូលក្នុងប្រជុំឲ្យតែងឃើញប្រជាប្រដ្ឋខ្មែរយើងប្រព្រឹត្តឲ្យខ្លះខ្វះច្រមុះក៏អាចជាអីអាត្មាចេះតែអប់រំប្រាប់អានឹងឲ្យគោរពនៅសុជីវធម៌នឹងកុំឲ្យបរទេសគេមើលងាយបាទតែអានឹងត្រូវឲ្យទៅផ្សាយប្រាប់គ្នាទាំងអស់បន្តគ្នាទៅក្នុងសាលាណាតាមបានទេប្រហែលហ្នឹងជាខាងដើមគឺសំជំរាបអំពីសុជីវធម៌ក្នុងសង្គមរឿងដែលអាក្រក់បំផុតហ្នឹងបើជាបន្តទៅទៀតសំលើកពីឱវាទរបស់ព្រះពុទ្ធពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធហ្នឹងនិមន្តដំបងត្រូវប្រាប់អំពីពាក្យថាពុទ្ធសាសនានឹងឲ្យដឹងស្អិនខ្មែរយើងអ្នកកាន់ពុទ្ធសាសនាចេះនិយាយថាខ្ញុំជាពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាតែអត់បានដឹងអីអត្តន័យពីពាក្យថាពុទ្ធសាសនាអត់ដឹងសោះព្រោះពុទ្ធសាសនាជាភាសាបាលីបើដូចយើងស្ដាប់អាមេរិកកាំងអីវិញនិយាយភាសាអង់គ្លេសយើងមិនចេះទេមិនគាត់តែលឺសូអត់ដឹងថាអីទេហើយភាសាបាលីហ្នឹងបើមិនប្រែមកជាខ្មែរយើងអត់ដឹងថាម៉េចទេព្រោះខ្មែរយើងប្រើ3ភាសាណាប្រាប់រឿងណាភាសាខ្មែរយើងថ្ងៃយក3ភាសាមកជាបោកចម្រុះនិយាយជាមួយគ្នាប្លែកពីជនជាតិដទៃទី1
គឺភាសាសំស្ក្រឹតទី2ភាសាបាលីទី3ខេមរៈភាសាជាភាសាជាតិយ៉ាងហ្នឹងភាសាសំស្ក្រឹតនិងបាលីនេះមិនមែនភាសាក្នុងប្រទេសយ៉ាងទេភាសាមកពីឥណ្ឌាមកពីចម្ពោះទ្វីបមជ្ឈិមប្រទេសភាសាសំស្ក្រឹតចូលមកទឹកដីកម្ពុជាតាមរយៈសាសនាព្រាហ្មណ៍ហើយនឹងពុទ្ធសាសនាមហាយានភាសាបាលីចូលមកតាមរយៈពុទ្ធសាសនាថេរវាទនេះវាមានពីរភាសាហ្នឹងយកមកលាយជាមួយនឹងភាសាខ្មែរយើងនិយាយចម្រុះគ្នាទាំងអស់យើងនិយាយគ្រប់តែគ្នាបើអត់ដឹងដូចជាភាសាបាលីថាសតិសំស្ក្រឹតថាស្មារតីខ្មែរថាការរលឹកនឹកឃើញអ្វីឈ្មោះសតិយើងនិយាយទាំង3អត់ដឹងថាណាបាលីណាសំស្ក្រឹតទេចេះតែថាអញ្ចឹងអានេះអាត្មាឧទាហរណ៍ហើយសម្រាប់ពាក្យថាពុទ្ធសាសនាជាភាសាបាលីសុទ្ធពុទ្ធិយើងមិនដឹងស្អីទេតែលប្រែមកជាភាសាខ្មែរពុទ្ធនេះប្រែមានអត្ថន័យថាលោកអ្នកត្រាស់ដឹងលោកអ្នកដឹងលោកអ្នកចាក់ធ្លុះដោយបញ្ញាញាណរបស់បណ្ដោពុទ្ធលោកមានបញ្ញាធំធេងយ៉ាងក្រៃលែងជាតិជាមនុស្សនៅលើផែនដីទេវតាមេព្រំនៅលើមេឃអត់មានអ្នកណាដែលមានបញ្ញាស្មើនឹងពុទ្ធទេអត់មានទេមានតែមួយប៉ុណ្ណឹងឯងមានតែពាក្យថាពុទ្ធនោះប៉ុន្តែយើងអត់ដឹងម្យ៉ាងទៀតគេថាពុទ្ធជាមហាទស្សនវិទូឬជាអគ្គទស្សនវិទូជាស្ដេចនៃអ្នកប្រាជ្ញបញ្ញារបស់ពុទ្ធអត់មានកម្រិតសមានតែទាំងហុំបណ្ណាតំងន់បណ្ណាអត់មានអីទៅប្រៀបទេថាព្រះអង្គមានប្រាជ្ញារោគទីបំផុតគ្មានបញ្ញារោគទីបំផុតមានធំណាស់ទៅ3រឿងដែលកន្លងផុតមកហើយអតីតហ្នឹងក៏លោកដឹងអតីតមករាប់ពាន់រាប់ម៉ឺនសែនឆ្នាំដែលកន្លងនោះក៏លោកដឹងដែររឿងអនាគតទៅខាងមុខថានឹងត្រូវមានអ្វីកើតឡើងនេះក៏លោកដឹងមុនស្ដេចហើយបច្ចុប្បន្ននេះក៏លោកដឹងនេះបញ្ញាចាក់ធ្លុះនៅសពទីសពកន្លែងទាំងអស់មានន័យចឹងហើយពុទ្ធមិនមែនជាអតិទេពទេពុទ្ធជាមនុស្សដូចយើងកំណើតជាតិជាមនុស្សដូចយើងតែប្លែកពីយើងគឺត្រង់ព្រះអង្គមានបញ្ញារកទីបំផុតមិនមានហ្នឹងរួចសាសនាដទៃរតនត្រ័យគេសតអតិទេពទេវតាទាំងអស់នៅគ្រប់គ្រងពីលើលោកតែពុទ្ធសាសនានឹងព្រះពុទ្ធជាមនុស្សតែព្រះអង្គជាគ្រូរបស់ទេវតាផងមនុស្សផងនឹងគិតមើលសាសនាដទៃទេវតាមកគ្រោះត្រាគ្រប់គ្រងមនុស្សដល់ពុទ្ធសាសនានឹងព្រះពុទ្ធលោកបង្រៀនដល់ទេវតាប្អិនប្រព្រំនិងមនុស្សទាំងអស់ពួកទេវតាប្អិនប្រព្រំអីមានបញ្ហាអីដែលឆ្ងល់មិនដឹងគ្នាឯងមកសួរព្រះពុទ្ធមកស្ដាប់ធម៌ព្រះពុទ្ធពេលម៉ោងពេលដែលទេវតាដែលព្រះពុទ្ធលោកត្រូវទទួលរយៈទេវតាទេវតាគឺនេះពាក្យកណ្ដាលអត្រាតពេលយប់ហ្នឹងជាពេលវេលាដែលទេវតាអិនព្រមចុះមកជួបនេះមកសាកសួរមើលទេមនុស្សប៉ុន្តែជាគ្រូរបស់ទេវតានិងមនុស្សទៅទៀតលទ្ធិសាសនាដទៃទេវតាជាអ្នកគ្រប់គ្រងមនុស្សខុសគ្នាអញ្ចឹងបានថាពុទ្ធសាសនានេះពុទ្ធនេះជាបុគ្គលដ៏ប្រសើរវិសេសវិសាលនៅលើមនុស្សលោកទេវលោកព្រហ្មលោកត្រូវការគោរព
ចំពោះព្រះពុទ្ធហ្នឹងហើយពាក្យថាសាសនាប្រែមកជាខ្មែរថាពាក្យទូលមានព្រានប្រដៅពាក្យណែនាំពាក្យបញ្យលបង្ហាញហេតុផលបញ្រៀនដល់មនុស្សនឹងសាសនាប្រែពាក្យទូលមានអបថាអញ្ចឹងចុះបើយើងប្រែពាក្យពុទ្ធសាសនាឲ្យមកជាខ្មែរទាំងអស់ថាពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងនេះពាក្យថាពុទ្ធសាសនាប្រែមកខ្មែរចឹងបាននឹងសំជំរាបពូនិសិទ្ធទាំងឡាយឲ្យបានជ្រាបដឹងយល់ស្គាល់ព្រះពុទ្ធប៉ុន្តែពេលវាខ្លីពេកក៏បរិយាយហ្នឹងក៏មិនបានវែងឆ្ងាយអស់ទេប៉ុន្តែក្នុងទីនេះគាត់សូមលើកយកពុទ្ធឱវាទរបស់ព្រះពុទ្ធហ្នឹងមកសម្ដែងប្រាប់ដល់សាមណនិស្សិតទាំងអស់នេះថាតើព្រះពុទ្ធសាសនាទាក់ទងនឹងអ្វីពាក្យទូលមានព្រានប្រដៅរបស់មនុស្សរបស់ព្រះពុទ្ធហ្នឹងថាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធហ្នឹងទាក់ទងតែនឹងសង្គមរបស់មនុស្សទេបើយើងពោលឲ្យកន្លែងថាពុទ្ធសាសនានិងសង្គមមនុស្សព្រះអង្គទាក់ទងពាក្យទូលមានព្រានប្រដៅគឺទាក់ទងទៅនឹងមនុស្សទាំងអស់វិតើព្រះពុទ្ធទូលមានព្រានប្រដៅមនុស្សយ៉ាងម៉េចអង្គទូលមានព្រានប្រដៅមនុស្សឲ្យសន្សំបញ្ញាបានទេឲ្យមនុស្សសន្សំបញ្ញាព្រោះកំណើតរបស់មនុស្សដែលកើតមកងំយកជាប់មកក្នុងខ្លួនគឺពួកកិលេសគ្រឿងសៅហ្មងទាំងអស់ទាំងកាយទាំងវិជ្ជាចិត្តឯទាំងអស់សត្វឲ្យគ្រឿងសៅហ្មងអត់ល្អតែគេថាគ្រឿងស្មោករោគចឹងជាប់មកគ្រឿងស្មោករោគគឺកាយវាចាចិត្តនឹងពេញចិត្តទៅនឹងអំពើអាក្រក់នឹងឯងអានេះគេហៅកិលេសទើបតែបានស្ដាប់ធម៌របស់ព្រះពុទ្ធដែលលោកទូលមានយកធម៌ព្រះពុទ្ធទៅសម្អាតកាយវាចាចិត្តរបស់ខ្លួនឲ្យស្អាតដោយព្រះធម៌ព្រះពុទ្ធនឹងឯងហើយសំខាន់បំផុតកំណើតមនុស្សដែលកើតមកគឺល្ងង់ពូជល្ងង់នឹងជាប់មកជាមួយនឹងមនុស្សហ្នឹងហើយសម្រាប់ជីវិតនៅលើផែនដីនេះមានរាប់លានរាប់សែនកោតជីវិតនៅលើផែនដីហ្នឹងតែមានតែជីវិតរបស់មនុស្សទេដែលប្រសើរដែលល្អជីវិតនៅលើផែនដីដែលច្រើននេះគឺជីវិតសត្វដេរិឆានឯទាំងអស់សត្វធំត្រឹមតម្រៃតូចចូលមកដល់ទៅស្រមោចអានឹងតូចយើងមើលមិននឹងប្រមាណលានសែនជីវិតនោះប៉ុន្តែមួយគេថាជាមនុស្សមួយជាដេរិឆានក៏មនុស្សគេថាមនុស្សអ្នកប្រសើរដោយសារមានបញ្ញារួចមនុស្សនិងសត្វដេរិឆានខុសគ្នាតែមួយទេ3ដូចគ្នាទី1មនុស្សនិងសត្វការចិញ្ចឹមជីវិតឲ្យរស់នៅបានព្រោះអាហារណាក៏បរិភោគអាហារពោលទៅតាមជាតាមពូជទី1ដូចគ្នាទី2មនុស្សនិងសត្វចេះភ័យចេះខ្លាចចេះតក់ចេះស្លន់នឹងអ្វីដែលមកប៉ះពាល់ជីវិតខ្លួននឹងខ្លាចភ័យយ៉ាងសំបីតែសត្វស្រមោចខ្មៅតូចមួយយើងដាក់ស្ករទៅវាមករុំស្ករអញ្ចឹងណាយើងក៏យកដៃទៅគោះចានក៏ដាក់ស្ករវានាំនៅរត់ប្រុសយើងឃើញកិរិយាដែលវារត់យើងមិនចាំថាវារត់រឿងអីបើវារត់ទេបើយើងមានបញ្ញាយល់ថាវាខ្លាចស្លាប់បានវារត់នឹងយ៉ាងណាមិញសេចក្តីភ័យខ្លាចស្លាប់ដូចគ្នាទាំងអស់មនុស្សក៏មានទី3មនុស្សមានប្តីមានប្រពន្ធ
សត្វដេរឆានក៏មានញីមានឈ្មោះដូចគ្នាបីយ៉ាងដូចគ្នាតែមនុស្សលើសត្វដេរឆានមួយគឺធម្មសញ្ញាធម្មសញ្ញាគឺតួបញ្ញាពូជបញ្ញាជាប់មកផងតែបញ្ញារបស់មនុស្សនេះបំបានសិក្សារៀនសូត្រត្រេះរិះពិចារណាទេបញ្ញាអត់រីកចម្រើនបានទេបានការសិក្សារៀនសូត្ររបស់មនុស្សទាំងអស់នេះជាគ្រឿងពង្រីកបញ្ញាមនុស្សឲ្យធំហើយអានឹងចឹងបញ្ញាជាគ្រឿងពង្រីកហើយពុទ្ធលោកសម្ដែងថាឲ្យមនុស្សសន្សំបញ្ញាហើយពាក្យបញ្ញាភាសាបាលីទៀតយើងចេះនិយាយគ្រប់ទៅគ្នាបញ្ញាប្រាជ្ញាតែអត់យល់អត្តន័យជាខ្មែរថាជាអ្វីទេបញ្ញាជាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាប្រែជាខ្មែរថាសេចក្តីដឹងទូទៅយើងដឹងអីស្គាល់អីអានោះតួបញ្ញាអ្វីដែលយើងមិនស្គាល់អានឹងមិនមែនបញ្ញាទេព្រោះតែយើងរៀនទៀតឧទាហរណ៍រៀនដោយខ្លីយើងមិនស្គាល់របស់អីក៏សួរថានឹងស្អីគេប្រាប់ថានឹងឈ្មោះនេះអានឹងបញ្ញាកើតដល់យើងអានឹងសំបញ្យល់ចឹងតែអ្វីយើងមិនស្គាល់អានឹងមិនមែនបញ្ញាទេនឹងសម្រាប់មនុស្សរួចសម្រាប់ពុទ្ធសាសនានេះពុទ្ធលោកឲ្យតម្លៃខ្ពស់ជាងគេបំផុតគឺបញ្ញាចឹងបញ្ញានេះលោកទុកជាគ្រឿងអាវុធឬក៏ជាពន្លឺសម្រាប់បញ្ចាំងដោយព្រះអាទិត្យបញ្ចាំងរស្មីមកលើផែនដីឲ្យយើងឃើញរូបទាំងអស់បានបញ្ញាដូចគ្នាចឹងដែរឲ្យយើងស្គាល់អីឲ្យបានទាំងអស់ហ្នឹងបានអាស្រ័យហេតុនេះពុទ្ធធម្មមនុស្សត្រូវសន្សំបញ្ញាកើតដោយការរៀនទន្ទិញការស្ដាប់ការត្រេះរិះពិចារណាអញ្ចឹងសូមឲ្យអ្នកទាំងឡាយគ្រប់គ្នាខំសន្សំបញ្ញាឲ្យដល់ទីបញ្ចប់របស់ភូមិសិក្សាហ្នឹងសប្តាហ៍នេះនៅលើពិភពលោករដ្ឋាភិបាលឬរាជរដ្ឋាភិបាលរដ្ឋាភិបាលប្រទេសដែលអត់ស្ដេចប្រទេសដែលមានស្ដេចគេរាជរដ្ឋាភិបាលព្រះរាជាក្សត្រគេបង្កើតសាលារៀនភូមិសិក្សាឲ្យប្រជាពលរដ្ឋរៀនគ្រប់ជាតិទាំងអស់អ្នកកាន់សាសនាណានៅទ្វីបណាក៏រៀនដែរហ្នឹងចឹងវិរិយកាលដែលភូមិសិក្សាដែលគេបង្កើតឲ្យរៀនហ្នឹងវែងឆ្ងាយដែរហើយបើសិនយើងមិនស្រឡាញ់មិនស្គាល់តម្លៃនៃបញ្ញាហើយមិនដឹងថាបញ្ញាកើតពីស្អីមិនស្គាល់តម្លៃបញ្ញានឹងបបណាយើងមិនសូវយកចិត្តទុកដាក់ទេនឹងអាចបោះបង់ការសិក្សានឹងចោលហើយលោកធៀបការសិក្សារបស់យើងហ្នឹងដូចជាជ្រាំងនៃសមុទ្រយើងទើបចាប់ផ្ដើមរៀនឆ្នាំទី1រៀនស្រអស្រអាកខឆ្នាំទី1នៅក្នុងត្រើយខាងអាយនៃសមុទ្រអានេះនៅតែអាយដល់ឆ្នាំទី2នាវាទូករបស់យើងត្រូវធ្វើដំណើរចេញពីច្រាំងឆ្នាំទី2ទី3ផុតចេញពីច្រាំងនៅមកទី3ទី4ទី5មកចាត់ដំណើរដើរមកឧបមាថាយើងរៀនបានត្រឹមវិទ្យាល័យប្រឡងវិទ្យាល័យចប់ហើយយើងឈប់រៀនទៅបុរាណដូនតាលោកថាលិចទូកកណ្ដាលសមុទ្រតែយើងឈប់លិចទូកកណ្ដាលសមុទ្រចុះបើយើងរៀនបន្តពីវិទ្យាល័យតទៀតចេះធ្វើដំណើរកាត់សមុទ្រមក
រៀនដល់បរិញ្ញាបត្រដល់អនុបណ្ឌិតនេះបរិញ្ញាបត្រអីណាបរិញ្ញាបត្រនិស្សិតអស់ណាបរិញ្ញាបត្រអនុបណ្ឌិតយើងក៏ឈប់ទៅបុរាណអ្នកប្រាជ្ញលោកពោលពាក្យមួយទៀតអាចារ្យលោកថាអូចិត្តដល់កំពង់លងទូណាថាចិត្តដល់កំពង់លងទូតែយើងឈប់ទៅដោយឡងតែយើងបន្តទីរៀនយកឲ្យបានបណ្ឌិតនឹងបានដល់កំពង់ដល់ត្រើយខាងនេះហើយតែបានទេវាចប់អស់ប៉ុណ្ណឹងឯងបានទាំងអស់គ្នាត្រូវតស៊ូឆ្លងឲ្យដល់ត្រើយណាឲ្យដល់កំពង់ហ្នឹងកុំឲ្យលិចចិត្តដល់កំពង់ទៅលិចទូកនៅហ្នឹងអានឹងបញ្យល់ពីការសិក្សារៀនសូត្រហ្នឹងការរៀនសូត្រនេះពីឆ្នាំទី1រហូតដល់មកបណ្ឌិត20ឆ្នាំបើប្រឡោះមិនធ្លាក់បើមានប្រឡងធ្លាក់ផងច្រើនឆ្នាំតទៅទៀតនេះការរៀនសូត្រមិនជារឿងស្រួលទេស្រាប់បានហើយលំបាកបំផុតព្រោះវាមានអាសេចក្តីជិលច្រអូសធុញទ្រាន់នោះនៅលេឡំគ្នានឹងផងត្រូវតស៊ូរៀនបានបណ្ឌិតដូនតាយើងលោកនិពន្ធជាពាក្យទូលមានដាស់តឿនយើងហ្នឹងអ្នករៀនហ្នឹងណាលោកថាអ្នករៀនទាំងឡាយប្រយ័ត្នរែងមេយព្រោះក្តីសល់វល់ចិត្តរែងមេយចិត្តវាបីវត្តមូលក្នុងការរៀនហ្នឹងយល់ទេគិតទៅលើរឿងនេះផងហ្នឹងក៏ចិត្តរែងមេយប្រយ័ត្នរែងមេយព្រោះក្តីសល់វល់ត្រូវខំមត់រៀនចំណេះសកលតែខំគឺប្រឹងប្រែងតស៊ូហើយវាលំបាកហើយបើវាមិនលំបាកមិនចាំខំមត់ទេត្រូវខំមត់រៀនចំណេះសកលត្រាតែបានដល់ត្រើយត្រានវិទ្យាជាភាសាសំស្ក្រឹតបាលីថាវិជ្ជាហ្នឹងយើងប្រើទាំងពីរភាសាថាវិទ្យាត្រាតែបានដល់ត្រើយត្រានវិទ្យាជាត្រឹមប្រើបានសពគ្រប់លើសត្រឹមនានាអ្នកមានទ្រព្យស្រាប់អាប់អិតវិជាមិត្តភ័ក្តិផងគ្នាគេច្រើនមើលងាយយើងមានទ្រព្យសម្បត្តិច្រើនតែវាអត់វិជាណាតែมันមានតម្លៃនៅតែគេមើលងាយដែរនឹងបុរាណបណ្ឌិតបញ្ញវន្តដូនតាយើងលោករៀបនិពន្ធជាច្បាប់ហើយជាកំណាព្យទៀតដើម្បីដាស់តឿនដល់យើងអ្នករៀននឹងឲ្យតស៊ូកុំឲ្យទម្លាក់ចោលបោះបង់ចោលស្ដាប់បានទេហើយព្រះពុទ្ធសាសនាលោកឲ្យតម្លៃមនុស្សស្រីប្រុសដូចគ្នាទាំងអស់ពុទ្ធភាសិតមកកន្លែងលោកសំដែងលោកថាបរោះមនុស្សប្រុសនេះមិនសតតែជាបណ្ឌិតក្នុងទីសពគ្រប់អន្លើទេរីឯស្ត្រីបើមានបញ្ញាឆ្លាមក៏ជាបណ្ឌិតដែរនេះពុទ្ធលោកឲ្យតម្លៃពុទ្ធវាសិតដែរអ្នកដែលរៀនបានដល់បណ្ឌិតភាសាគេពោលសម័យថាបញ្ញវន្តបណ្ឌិតបើស្រីបញ្ញវន្តីឬបញ្ញវតីในពុទ្ធសាសនាលោកឲ្យតម្លៃប៉ុនគ្នាvì saoថ្ងៃយើងឃើញឲ្យស្ត្រីនៅលើលោកពីគ្រប់នេះខ្លះប្រទេសខ្លះស្ត្រីនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋគេដែរហើយបើមិនបានដល់នាយករដ្ឋមន្ត្រីគឺវាជារដ្ឋមន្ត្រីក្នុងក្រសួងណាមួយនៅក្នុងប្រទេសហ្នឹងគឺមានតម្លៃដូចគ្នាអត់ដូចបច្ចុប្បន្ននេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ស្រីទេលើកបានដូចគ្នាតែណែចង់បញ្ជាក់ប្រាប់ថាស្ត្រីនារីនឹងត្រូវខំរៀនឲ្យដូចគ្នានឹងបុរសមានតម្លៃដូចគ្នារិមយ៉ាងទៀតពុទ្ធភាសិតលោកបានប្រាប់ថាមនុស្សមិនមែនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេ
ហើយមនុស្សក៏មិនមែនខ្ពង់ខ្ពស់ប្រពូជប្រជាតិប្រត្រកូលដែរថាមនុស្សថោកទាបព្រោះអំពើដែលគេធ្វើទេកាយវាចាចិត្តធ្វើអាក្រក់ទាំងអស់ល្ងងទៀតអានឹងថោកទាបហើយអានឹងលោកប្រាប់បញ្ជាក់អញ្ចឹងកុំឲ្យយើងគិតថាយើងពូជអ្នកស្រុកស្រែក្រៅជនបទវាមិនបានខ្ពង់ខ្ពស់នឹងគេទេអានឹងកុំឲ្យគិតអញ្ចឹងខុសព្រោះប្រពន្ធលោកថាបុគ្គលមិនមែនថោកទាបប្រពូជប្រជាតិប្រត្រកូលមិនមែនយើងអ្នកស្រែជនបទនឹងថោកទាបទេតែបើយើងសិក្សារៀនសូត្រឲ្យចេះដឹងទៅឆ្លងឲ្យដល់ត្រើយតស៊ូដល់ត្រើយក៏ទៅជាមនុស្សខ្ពង់ខ្ពស់ហើយឈប់ថោកទាបហើយអញ្ចឹងព្រោះជាមនុស្សដែលថោកទាបទ្រោះកើតក្នុងត្រកូលខ្ពង់ខ្ពស់ត្រកូលសេដ្ឋីកហបតីត្រកូលក្សត្រអីឲ្យតែប្រព្រឹត្តអំពើអាក្រក់គឺថោកទាបហើយនឹងជាពុទ្ធិការបស់ពុទ្ធនោះសំដែងប្រាប់អញ្ចឹងបើអញ្ចឹងយើងកុំឲ្យគិតថាអញកូនអ្នកស្រែអ្នកចំការគេអ្នកស្រែចំការគេថាអ្នកអន់ថយមិនអញ្ចឹងអន់ថយតែយើងមិនរៀនទេតែយើងរៀនទៅបាត់បើមកធ្វើកិច្ចការងារបំរើរដ្ឋបានទៅគ្នាចំណេះវិជ្ជាហ្នឹងបានដូចគ្នាទាំងអស់នឹងជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធហើយនោះសំដែងប្រាប់អញ្ចឹងលើកឧទាហរណ៍មនុស្សកើតមកថ្ងៃដូចគ្នាខែដូចគ្នាឆ្នាំដូចគ្នាប៉ុន្តែមួយនៅក្នុងក្រុងមួយនៅស្រុកស្រែជនបទមនុស្សទាំងពីរនេះខុសគ្នាព្រោះអ្នកទីក្រុងគេបានរៀនបានសិក្សាមានសាលាគ្រប់បែបហ្នឹងអ្នកនៅស្រែអត់បានរៀនទេរៀនបានបន្តិចបន្តួចក៏ឈប់ទៅមនុស្សពីរនាក់ខុសគ្នាហើយមួយគេមានបញ្ញាច្រើនឯងកើតថ្ងៃខែដូចតែគ្នាដែរបញ្ញាខ្សោយព្រោះអត់បានរៀនសូត្រអានឹងសំបញ្ជាក់អញ្ចឹងខុសគ្នាតែរៀននឹងមិនរៀនឯងถ้าខំរៀនទៅចម្រើនលូតលាស់ដោយបញ្ញាហើយរួចសម្រាប់ប្រពន្ធលោកសំដែងទោសនៃអ្នកដែលល្ងងអត់បានរៀនហ្នឹងសំដែងទៅកាន់ពូភិក្ខុធម្មនាភិក្ខុទាំងឡាយសត្វទាំងឡាយណាដែលសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយភាសាសពរោះលោកពោលថាជាសាបសូន្យចាកបញ្ញាដ៏ប្រសើរគឺល្ងងបើភាសាសពរោះលោកពោលឲ្យពីរោះស្ដាប់សត្វទាំងឡាយណាដែលសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយសត្វទាំងឡាយនោះល្មែងរស់នៅប្រកបដោយសេចក្តីទុក្ខដោយសេចក្តីថ្នាំងថ្នាក់ដោយសេចក្តីចង្អៀតចង្អល់ដោយសេចក្តីក្តៅក្រហាយខ្សឹកខ្សួលក្នុងបច្ចុប្បន្នដែលជាមនុស្សនេះលុះបែកធ្លាយរាងកាយស្លាប់ទៅប្រកាសជាទៅកាន់អបាយភូមិធ្លាក់ទៅកាន់អបាយភូមិទៀតទោសនៃសេចក្តីល្ងងចឹងយើងមើលមនុស្សតល្ងងហើយរកសម្បត្តិទ្រព្យឯណាគ្រឿងឧបភោគបរិភោគណាបានយកមកប្រើប្រាស់សម្រាប់ជីវិតតបាយក៏បរិភោគមិនចង់គ្រប់គ្រាន់ផងសម្រាប់ក្នុងគ្រួសារហ្នឹងគេទៅលេបណាមបានបាយឲ្យមកហូបក៏ខ្សត់ខ្សោយជាទីបំផុតមកហូបមានតែមួយមុខទេគេអ្នកមានសមត្ថភាពមកហូបគេ3 4មុខបាយមកពេលយើងតែមួយមុខទេហើយតែវាខ្វះអញ្ចឹងហើយកាលណាវាខ្វះគ្រឿងឧបភោគបរិភោគឲ្យតើជីវិតហ្នឹងរស់នៅបានសុខព្រោះព្រះពុទ្ធលោកសម្ដែងថាជីវិតរបស់មនុស្សរស់នៅបានសុខមានសិរីសុស្ដីព្រោះភោគទ្រព្យសម្បត្តិទ្រព្យហ្នឹងបើវាខ្វះសម្បត្តិទ្រព្យឲ្យធ្វើអីក៏វាមិនកើតបានព្រះពុទ្ធលោកទូលមានមនុស្ស
ឲ្យខំរកសម្បត្តិទ្រព្យនឹងឲ្យបានច្រើនធនធានហ្នឹងណាអុយធនធានដែលមនុស្សអាចរកបានច្រើនតែមនុស្សនឹងមានបញ្ញាមានហេតុបច្ច័យទាក់ទងអញ្ចឹងនឹងអញ្ចឹងវាទៅដល់អ្នកក្រគឺខ្វះហើយរួចកាលណាបើខ្វះហើយគ្រឿងឧបភោគបរិភោគហើយមនុស្សនោះប្រព្រឹត្តអំពើអាក្រក់គ្រប់លួចគេក៏លួចបោកប្រាស់គេក៏បោកសម្លាប់សត្វក៏សម្លាប់យកមកចិញ្ចឹមជីវិតជួនកាលយកការងារសម្លាប់សត្វហ្នឹងមកជាអាជីវកម្មទៀតសម្លាប់មិនសម្លាប់ទាច្រាប់គូគោឲ្យលក់នោះយកសាច់លក់គេណាតោវិតកាលណាប្រព្រឹត្តអំពើទៅចេះទាំងអស់ហ្នឹងហើយស្លាប់ទៅគឺទៅកាន់អបាយហើយបានថាមនុស្សល្ងងជីវិតជាមនុស្សក៏ជួបសេចក្តីទុក្ខស្លាប់ហើយក៏មិនរួចខ្លួនទៀតនឹងប្រពុតឧស្សាហ៍ទោសនៃសេចក្តីល្ងងយល់ទេទោសនៃសេចក្តីល្ងងនៃម្យ៉ាងលោកបញ្ជាក់ថាណដ្ឋិបញ្ញាសមាអភិនៅលើលោកនេះគ្មានអ្វីដែលមានពន្លឺស្មើនឹងបញ្ញាទេហ្នឹងអញ្ចឹងហើយមួយទៀតអ្នកប្រាជ្ញលោកនិពន្ធជាច្បាប់នោះថាពុទ្ធសាសនាមកចោលរនឹកឃើញតាពន្លឺប្រាជ្ញាហ្នឹងពុទ្ធសាសនារនឹកឃើញណាมันបានហ្នឹងពន្លឺប្រាជ្ញាព្រះពុទ្ធប្រាប់ថាពន្លឺឧត្តមហៅបញ្ញាភាមិនដែលច្រឡំពន្លឺតូចធំប្រៀបផ្ទឹមពំបានពន្លឺអាទិត្យផ្សាយធំពេកពេកมันអាចរិញច្រាននៅទោសនឹងទុកឲ្យឃ្លាតចាកប្រាណឲ្យសត្វផងបានក្តីសុខស្ងប់ឡើយពន្លឺប្រាជ្ញាមានមុខមុតថ្លាកាត់ទុកឲ្យស្បើយបង្កើតក្តីសុខសនុកកន្តើយនាំសត្វដល់ត្រើយគឺក្តីស្ងប់ស្ងាត់បញ្ញាមិនមានអានុភាពអញ្ចឹងដែលលើកមកនេះគឺនៅចង់បញ្ជាក់ប្រាប់អ្នកទាំងឡាយរាល់គ្នាកំពុងតែស្វែងរកបញ្ញាបើអញ្ចឹងត្រូវខំតស៊ូឆ្លងឲ្យដល់ត្រើយដល់បានទេឯងនាំគ្នាយកបណ្ឌិតឲ្យបានទាំងប្រុសទាំងស្រីរួចពុទ្ធសាសនាលោកសម្ដែងថាពុទ្ធសាសនានេះបើបរិស័ទបើព្រះសង្ឃនឹងល្ងងខ្លៅហើយពួកនឹងឯងអ្នកបំផ្លាញសាសនាហ្នឹងលោកសង្ឃដែលល្ងងហ្នឹងឯងអ្នកបំផ្លាញសាសនាហ្នឹងបានលោកសម្ដែងឲ្យព្រះសង្ឃត្រូវតែសិក្សារៀនសូត្រសន្សំបញ្ញាដល់តកាលណាល្ងងអត់ដឹងថាអ្វីជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធអ្វីមិនមែនជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធទេចេះតែធ្វើទៅយកទៅវាប៉ះពាល់ដល់ពុទ្ធសាសនាខូចហ្នឹងចឹងរួចសម្រាប់ប្រទេសជាតិដូចគ្នាដែរតែប្រជាពលរដ្ឋល្ងងខ្លៅហើយរាជរដ្ឋាភិបាលมันអាចអភិវឌ្ឍប្រទេសជាតិនោះឲ្យថ្កុំថ្កើងរុងរឿងបានទេនឹងហេតុផលវិញអញ្ចឹងបានរាជរដ្ឋាភិបាលលោកបង្កើតសាលាសិក្សាឲ្យរៀនហ្នឹងដើម្បីបង្កើតគ្រប់ផ្នែកជំនាញឲ្យគ្រប់ផ្នែកទាំងអស់ណាដល់បានទេយើងទៅរៀនទៅដល់ចេះជំនាញសពគ្រប់ឲ្យយើងមកប្រព្រឹត្តអនុវត្តជំនាញដែលយើងរៀនហ្នឹងដល់យើងរៀនធ្វើការបានចេះដឹងហើយត្រូវធ្វើពលីការបូជាទៅរដ្ឋាភិបាលវិញបានពុទ្ធលោកសម្ដែងថាមនុស្សម្នាក់ត្រូវធ្វើពលី5យ៉ាងពាក្យលីជាភាសាបាលីប្រែជាខ្មែរថាការអោយការជូនការថ្វាយការប្រគេនអ្វីមួយទៅនោះពាក្យថាពលីមាន5មួយញាតិពលីឲ្យយើងនឹងសង្គ្រោះញាតិរបស់ព្រះយើង
ជួយបង្ហាត់បង្ហាញបង្រៀនឲ្យអ្នកចេះដឹងគ្នាខ្វះខាតគ្រឿងប្រើប្រាស់យើងជួយទៅតាមលទ្ធភាពយើងអានឹងញាតិពលីណាលោកឲ្យសង្គ្រោះញាតិទី2អតិថិពលីឲ្យទទួលរយៈចំពោះភ្ញៀវមិត្តសម្លាញ់ដែលមកកាន់ផ្ទះយើងហ្នឹងត្រូវរយៈទទួលដោយបាយទឹកភេសជ្ជៈអីអាហ្នឹងទី2ហើយទី3ពុព្វបេតពលីត្រូវធ្វើបុណ្យឧទ្ទិសកុសលជូនដល់ទៅពុព្វបេតិជនដែលលះលោកទៅកាន់លោកខាងមុខហើយទី4រាជពលីគឺបងពន្ធដែលនឹងថ្វាយទៅព្រះជាឬរដ្ឋាភិបាលព្រះរដ្ឋាភិបាលលោកបានពន្ធដារនឹងឯងដើម្បីយកទៅកសាងប្រទេសសាងថ្នល់ស្ពានសាលារៀនមន្ទីរពេទ្យអីឲ្យយើងប្រើហ្នឹងអាហ្នឹងអញ្ចឹងអាហ្នឹងគឺលោកបញ្រៀនថាត្រូវពុទ្ធធ្វើការពលីដល់ព្រះជាគឺបងពន្ធដារនឹងឯងទី5ទេវតាពលីសម្រាប់ពុទ្ធសាសនាគឺយើងឧទ្ទិសបុណ្យកុសលហ្នឹងដែលយើងធ្វើឲ្យផ្សាយដល់ទេវតាសូមលោកអនុមោទនាទទួលកុសលបុណ្យយើងអានេះក្នុងពុទ្ធសាសនាបើសាសនាព្រាហ្មណ៍គេធ្វើពិធីសែនព្រេនទាំងវាយគ្រឿងបូជាឬបូជាយញ្ញជាដើមតាមលទ្ធិព្រាហ្មណ៍បូជាដែលតែគ្នាប៉ុន្តែបូជាខាងពុទ្ធសាសនាគឺយើងគិតទៅមានអត្តន័យល្អជាងផ្សាយបុណ្យតែការពិធីសែនព្រេនតាមលទ្ធិសាសនាព្រាហ្មណ៍ពុទ្ធសាសនានោះថាមិនបានប្រយោជន៍អីទេអ្នកដែលយើងត្រូវផ្ដល់ឲ្យទៅទទួលអត់បានទេអានឹងនិយាយពីពលី5នេះដែលចង់លើកមកនិយាយត្រង់រាជពលីនឹងឯងគឺតែរដ្ឋាភិបាលលោកបង្កើតសាលាឲ្យយើងរៀនគ្រប់ចំណេះជំនាញទាំងអស់តែយើងរៀនចេះយកជំនាញមកធ្វើការបានត្រូវបងពន្ធជូនវិញជួយគ្នាទៅវិញទៅមកនេះកិរិយាសង្គ្រោះដល់គ្នានឹងគ្នារដ្ឋាភិបាលលោកសង្គ្រោះដោយបង្កើតសាលារៀនដែលយើងធ្វើការងារបានត្រូវបូជាតបទៅរដ្ឋាភិបាលវិញរដ្ឋាភិបាលមានប្រាក់ណាកសាងសតវិជ្ជាបរិសុទ្ធឯប៉ុណ្ណឹងអានឹងជារឿងពិតដែលព្រះពុទ្ធលោកសម្ដែងប្រាប់តាមបានហើយអានឹងយ៉ាងវិលយ៉ាងអាត្មាថានេះថាតាមព្រះពុទ្ធទេណាមិនមែនថាតាមខ្លួនឯងទេអាត្មាជាមនុស្សល្ងងដែលមិនដឹងអីទេបើក៏ចាំរៀនទៅចាំពាក្យព្រះពុទ្ធលោកថាម៉េចនាំយកមក5អញ្ចឹងឯងតាមបានហើយនេះព្រះពុទ្ធសាសនាជាសាសនាដែលបង្រៀនឲ្យយើងធ្វើការទេតាមបានហើយបើអត់បង្រៀនឲ្យយើងទៅទីពឹងសុំអីពីណាអត់ដែលបានទេហើយព្រះពុទ្ធលោកថាអត់ប្រយោជន៍ទេរឿងសំខាន់គឺអ្នកឯងធ្វើការខ្លួនឯងយ៉ាងធ្វើការដោយកាយដោយវាចាដោយចិត្តទូបញ្ញាមានតែ3ប៉ុណ្ណឹងឯងបានជាមានពាក្យថាអត្តាហិអត្តណោនេះថាខ្លួនទីពឹងខ្លួនក្រោមពីខ្លួនមិនណាជួយអីបានទេទីពឹងខ្លួនគឺកាយវាចាចិត្តប៉ុណ្ណឹងឯងហើយពុទ្ធសាសនានេះសម្រេចជោគវាសនាដោយខ្លួនឯងអត់មាននរណាមកសម្រេចឲ្យយើងទេសម្រេចជោគវាសនាយើងស្ពេញចិត្តនឹងស្អីអត់តើយើងចង់ធ្វើពេទ្យអត់ដល់ចង់ទៅរៀនជំនាញពេទ្យមកអានោះសម្រេចជោគវាសនាខ្លួនឯងយើងចង់ធ្វើជាអ្នកច្បាប់ទៅរៀនច្បាប់មកអត់ចង់ធ្វើមេធាវីទៅរៀនមេធាវីទៅចង់ធ្វើគ្រូទៅរៀនជំនាញអាហ្នឹងឯងសេចក្តីសម្រេចតែអញ្ចង់ធ្វើអីអាហ្នឹងសម្រេចជោគវាសនាខ្លួនឯងអត់មាននរណាមកសម្រេចឲ្យទេតែលទ្ធិសាសនាដទៃថាព្រះអ្នកចាមកឲ្យអ្នកឯងទៅជាគ្រូឲ្យអ្នកឯងទៅជាពេទ្យជាអីគេថាអញ្ចឹងតែដល់ពុទ្ធសាសនាទេអត់ទេមនុស្សគេសម្រេចខ្លួនគេទេសម្រេចជោគវាសនាដោយខ្លួនឯងនឹងជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធតែបើជឿថាណាសម្រេចឲ្យមិនមែនព្រះពុទ្ធទេអានេះសូមឲ្យជ្រាបទាំងអស់គ្រប់គ្នាអញ្ចឹងណា
แล้วเปรใครปานังนี่เจ้าเราเมียนเวงชายตัวลุ่มตัวเลี้ยตัวเตียนประจำชนำกร้อยมอเลงสิมเรียบเต้มอต่อตัวเตียนตามานได้ไหมมอตามอสลับมอรินต่อตัวเตียนขณะการนี้ก็น่าเป็นยลปีจำในวิเชียตำไลในจำในวิเชียนั่งไอเชียปันลือเชียปัญญานั่งต่อยึงเจ้าคำอ้อยสันซ้ำปัญญานี่สันแต่ยังเมียนปัญญาให้ตรับสมบัติไอ้เน่าต้องอ้อตัวใบไม้เกิดมันใจได้แสดงอ้อยก็อ้อตัวอ้อยแต่ก็อ้อยตัวรินเมียนปัญญากรุบกระนายสมบัติตรับโยสะบนสะแต่เน่าเลยตัวปัญญานั่งไงพอปุถุตานเนี่ยได้เมียนปัญญาสมบัติมันเมียนตรับสะก็รอเอาบานได้นี่ใช่ปุถุกาบาปปุถุก็โยปัญญานั่งไอ้นั่นตัวเราตรับนั่งจนเนี่ยได้อัดปัญญาสมบัติเมียนตรับก็รอเอาบานได้เนี่ยได้คว้าปัญญาไม่เอาตุกตรับสมบัติไอ้ตุกสลายอ้อยรับทรัพย์ให้ตาไม่เอาเงือบเติมเมียนดังเธอไอ้ตัวโลดได้สลายสีใจอ๋อบางทีเมียนปัญญากิโลดได้ยังสบายสลายกิโยอาพระน้องมาถ้วยเชียร์ละบ่อเธอจำนวนไอ้นี่อัดปัญญาโลดโยมาสีตรังมาเตอตาอ๋อเชิงการโลดไอ้สีตัวประพฤติยมาสีประพฤติเปื้อเปียเลี้ยว่าแซ่ไปได้พระดาเถื่อตีเชิงการจันบอกกี่ตีกี่มาลวงเบาแต่กี่ซ้ำใจกาบอักใจพระแต่กี่อ้อยกานังบ้านทลายมา$100กี่อ้อยประมาณนั่งยังกี่ใจพระแต่กี่กัดกาอ้อยเพลียมน้องมุกน้องไอ้เนาะยืงสบายจัดเนี่ยบ้านตะปีใบแค่กี่เล่นอ้อยต้องกาต้องเดิมเต่าบัดเต่ารอยนั้นนี่สิก็ได้ละงงแต่ถ้าสมัยเมียนตรับก็รอนำบ้านแต่เจ้าก้าตรับนั้นสลับครวนไอ้จะเตียนนี่จำนะพระพุทธตาเนี่ยเมียนปัญญาสมัยมันเมียนตรับก็รอนำบ้านได้แต่เนี่ยอัดปัญญาเมียนตรับก็รอนำอัดบ้านเนี่ยนั่งเปียพระพุทธเองเราปรับบัญญังสันสัมปัญญาแต่เมียนปัญญาไม่มันใจได้สลายก็ให้อยากตกแต่ยิ่งจำเราพระตัวติงได้สลายพระรุ่นยืนเธอภูมิเธอมาก่อนมาได้อันจังการเธอทำบริยายเธอระบอบปดสวากุมเรเตะเนี่ยตั้งลายกรุกเรได้เชียนิเซนมอปีมาวิเชียไลแคดสวายเรียงขนมอาการนี้ก็ละมงกูซัมตามเปตามเลียหายก็ซัมจูนโปสับสาตุกาตอนนี้ทั้งหลายกรุกเนียซัมไอประกอบบ้านดอยปุตตโปบุญประกายุวนะสุขะเปรียเจนินิรันตอเรียงเตาเปลี่ยนใจหมดทอดรูปมวยตัวอนุสาวรีย์